ដំណើរកំសាន្តថ្ងៃមុនឆ្ពោះទៅខេត្តកំពង់ឆ្នាំងបងប្អូនគឺថ្ងៃអុំទូកទី1សម្រាប់មួយថ្ងៃជាមួយនឹងប្តីបងប្អូនចាពីឡានខែហ្នឹងវាស្អាតជាងទេសគឺទិដ្ឋភាពស្អាតរបស់បងប្អូនគឺឃើញជួរភ្នំហើយនឹងវាស្រែស្រូវទុំដើមថ្នោតគឺស្អាតហើយនេះគឺជារូបភាពវីដេអូ highlight កន្លែងពិសេសដូចជា Save Cafe ចាបងប្អូនស្អាតគឺមានផ្ទាំងគំនូរនិងជញ្ជាំងស្អាតហើយគឺជាលអាងចាលអាងនេះបងប្អូនដូចជានៅក្នុងរូងភ្នំអញ្ចឹងណាបងប្អូនប្លែកស្អាតនេះនៅវត្តព្រះអង្គច័ន្ទមនីបងប្អូនហើយនឹងកន្លែងភ្នំនាងកងរីចាបងប្អូនភ្នំនាងកងរីហ្នឹងនៅលើកោះបងប្អូនគូស្អាតហើយទៅដល់នឹងលហើយស្រួលមានទឹកជុំវិញភ្នំកោះបងប្អូនគូប្លែកមែនតើតោះទស្សនាបន្តនៅការធ្វើដំណើរតាមលំដាប់លំដោយអញ្ចឹងណាបងប្អូនចានេះទេសភាពស្អាតតាមផ្លូវហ្នឹងបងប្អូនហើយទៅដល់នេះទៅតាមពិតទៅចង់ទៅទិញត្រីតើបងប្អូនគាត់ចង់ទៅទិញត្រីនៅកំពង់ឆ្នាំងនឹងពួកអីខែហ្នឹងសបោត្រីចាតែអានេះចូលកន្លែងសេបកាហ្វេសិនបងប្អូនដោយសារតែខ្ញុំធ្លាប់ទៅម្ដងហើយទៅសាមុនហ្នឹងចូលកន្លែងហ្នឹងដេកកន្លែងហ្នឹងដែរចាបងប្អូនជាប់ចិត្តនឹងផ្ទាំងគំនូរនៅក្នុងហាងកាហ្វេហ្នឹងបងប្អូនចាកាហ្វេឆ្ងាញ់ហើយនៅជាងហ្នឹងគឺគេគូគំនូរនារីទូក្អមហើយដើមត្នោតហើយរូបភាពភ្នំថ្ងៃលិចអីអញ្ចឹងណាបងប្អូនស្អាតហើយនេះគេលក់គ្រឿងខ្មែរយើងចាជារូបចម្លាក់ជាអីនេះដូចបងប្អូនបានឃើញអញ្ចឹងណាចាហាងកាហ្វេហ្នឹងគឺបងខ្ញុំទៅដឹងតែជាប់ចិត្តហើយគាត់ចូលទៅទិញកាហ្វេនៅនឹងរបៀបតុបតែងរបៀបខ្មែរយើងដែលតាក់ទាញហ្មងណាបងប្អូនចាហើយយើងនេះគេដាក់លក់តែបងប្អូនដាក់លួយដាក់តាំងឲ្យវាច្បាស់ដែរចាបងប្អូនហើយនេះដូចបងប្អូនបានឃើញអញ្ចឹងទេសភាពថ្ងៃលិចចាមានដើមត្នោតមាននារីទល់ក្អមចាហើយទឹកស្អាតណាស់បងប្អូនឲ្យមើលឲ្យតិចចិត្តហ្មងចាបងប្អូនចេញពីកន្លែងកាហ្វេនឹងមកហូបបាយនៅភ្នំក្រាំងដីមាសបងប្អូនកន្លែងហ្នឹងខ្ញុំធ្លាប់ទៅម្ដងហើយក្រាំងដីមាសហ្នឹងហើយនៅកន្លែងហ្នឹងមានកញ្ចុះបងប្អូនដូចតាមផ្ទះគេមួយអញ្ចឹងណាផ្ទះអ្នកណាគេធ្វើកញ្ចុះលក់បាយលក់ម្ហូបនៅនឹងហើយកញ្ចុះហ្នឹងនៅចិត្តហ្នឹងមាននេះមានស្រូវបងប្អូនគេដាំមានស្រែនៅចិត្តហ្នឹងអញ្ចឹងទៅហើយខាងនោះក៏មានកញ្ចុះដែរហើយយើងហូបអីហើយទៅខ្យល់ត្រជាក់បងប្អូនហើយស្រួលនាំហៀបងខ្ញុំគាត់ញ៉ាំអីនៅនឹងឲ្យហើយចានេះភ្នំនៅក្រោយខ្នងទៅចែកពីនេះពីនោះចាបងប្អូនប្តីខ្ញុំទៅចែកពួកអីទីទៀតហ្នឹងត្រូវចេញទៅវត្តចាចេញទៅវត្តកន្លែងវត្តសុទ្ធរបស់បងប្អូនព្រះអង្គច័ន្ទមនីចាបងប្អូនអញ្ចឹងវីដេអូនៅមានបន្តទៀតបងប្អូនដោយសារតាវីដេអូហ្នឹងវែងបើធ្វើទាំងអស់អញ្ចឹងនៅវគ្គបន្តវគ្គក្រោយទៀតនៅកន្លែងរូងនៅកន្លែងលអាងនេះបងប្អូនកុំភ្លេចរងចាំទស្សនាបន្តទៀតផងអរគុណ